ចាសម្រាប់ថ្ងៃទី14ខែ12/2025អំពូមីងដែលចង់ទិញអង្ករធម្មជាតិយកទៅហូបប្រភេទអង្ករការរំដួលហើយនឹងសែនក្អូបនាងអំហើយនឹងប្រភេទចាប់ឆាយនិយាយរួមទៅម៉ាលីហេងគឺមានអង្ករច្រើនប្រភេទតាមតម្រូវការពុកម៉ែបងប្អូនសម្រាប់អង្ករនេះគឺជាប្រភេទអង្ករធម្មជាតិដែលទិញចេញពីតំបន់ម៉ាលីហេងផ្ទាល់សំខាន់គឺបែបធម្មជាតិពិតប្រាកដអត់មានជាតិគីមីទេពុកម៉ែបងប្អូនហូបបងប្អូនអាចសង្កល់មើលបានគឺថាឆ្ងាញ់ហើយចំពោះស្រូវបងប្អូនជាប្រភេទស្រូវដែលម៉ាលីហេងទិញពីពុកម៉ែបងប្អូនដាំដុះនៅក្នុងភូមិបងប្អូនគាត់អត់មានបានប្រើជីគីមីអីទេនេះជាប្រភេទសែនក្អូបដែលម៉ាលីហេងទិញចូលមកទុកសម្រាប់កិនអង្ករលក់អំពូមីងសែនក្អូបស្រាលប្រភេទស្រូវ3ខែហើយជាមួយនឹងប្រភេទស្រូវការរំដួលជាប្រភេទស្រូវថ្មីអំពូមីងបជាហើយបជាទៀតប្រភេទស្រូវថ្មីម៉ាលីហេងទិញស្តុបទុកនឹងកលែងសម្រាប់កិនអង្ករលក់បងប្អូនចង់កំងអាចដាក់កំងបានបងប្អូនកំងបានម៉ាលីហេងកិនព្រោះអង្ករយើងគឺជាប្រភេទអង្ករធម្មជាតិអត់មានប្រើថ្នាំរក្សាទុកអីទេចាស់ឲ្យបងប្អូនអាចទិញហូបចាប់ពី30គីឡូ50គីឡូ100គីឡូនិយាយរួមទៅគឺទុកអត់បានយូរដូចអង្ករដែលយើងប្រើថ្នាំសារធាតុគីមីអីទេបងប្អូនគឺអង្ករបែបធម្មជាតិកិនរួចគឺផ្ញើចេញទៅតែម្ដងតម្លៃសែនក្អូប1គីឡូ2500ហើយជាមួយនឹងផ្ការរំដួល1គីឡូ2500ជាមួយនឹងអង្ករនាងអំ1គីឡូ2000រៀលជាមួយនឹងអង្ករចាប់ឆាយបងប្អូន1គីឡូត្រឹមតែ1800រៀលទេអំពូមីងចង់ពិសាអាចដាក់កំងបានតម្លៃគឺមានទៅតាមប្រភេទអង្ករជូនពុកម៉ែបងប្អូនទាំងអស់គ្នានិយាយរួមទៅស្រូវហ្នឹងគឺស្តុបទុកហ្នឹងមិនមែនថាកិនមួយថ្ងៃអស់ទេអំពូមីងដែលចង់កំងហូបរហូតដល់ខែវស្សាទៀតក៏មានដែរម៉ាលីហេងនៅតង្កល់ទុកស្រូវច្រើនអំពូមីងសម្រាប់កិនលក់ណាហើយចំពោះបងមានតម្រូវការច្រើនអាចតាក់ទងម៉ាលីហេងបានតែបច្ចៈអង្ករដែលម៉ាលីហេងកិនផ្ញើនេះគឺជាប្រភេទម៉ាស៊ីនតូចអត់បានអង្ករជ្រងល្អដូចគេម៉ាស៊ីនធំទេស្រូវមាននៅក្នុងស្តុបនេះគឺមានច្រើនប្រភេទដូចម៉ាលីហេងរៀបរាប់ចាឯងប្រភេទក្នុងទេសនេះគឺជាប្រភេទនាងអំប្រភេទស្រូវស្ងួតស្រាប់ម៉ាលីហេងវាយស្តុបទុកក្នុងកលែងនិយាយរួមទៅគឺស្រូវនៅក្នុងស្តុបគ្រប់ប្រភេទតែម្ដងហើយពុកម៉ែបងប្អូនអង្ករនេះគឺជាប្រភេទអង្ករនាងកេនម៉ាលីហេងបានច្រកផ្ញើភាសយើងមកគ្រួសារ5គីឡូហើយជាមួយនឹងអង្ករផ្ការរំដួល